បាទសួស្តីបងប្អូនទាំងអស់គ្នាជួបគ្នាសាជាថ្មីម្ដងទៀតហើយជាមួយវីដេអូថ្មីមួយនេះបាទវីដេអូមួយនេះចង់នាំអ្នកទាំងអស់គ្នាទៅមើលទេសភាពតាមវាលស្រែដ៏ស្រស់ខៀវស្រងាត់ដែលមិនធ្លាប់ឃើញពីមុនបាទស្រស់មែនទែនបាទហើយសូម្បីថាធម្មជាតិនៅតាមដងផ្លូវនេះក៏ស្រស់មិនចាញ់នៅវាលស្រែហ្នឹងបាទតែមុននឹងចូលដល់ឈានវីដេអូទៅដល់គោលដៅដែលបងប្អូនចង់ទស្សនានោះសូមចុច Subscribe និង Like Comment Share ដើម្បីទទួលបានវីដេអូថ្មីៗពីខ្ញុំបាទហើយឥឡូវនេះបើកក្បាលវីដេអូដំបូងបងប្អូនមកទស្សនានៅទេសភាពតាមដងផ្លូវក្នុងភូមិនេះសិនបាទព្រោះក្នុងភូមិក៏ស្រស់ស្អាតដែរមិនចាញ់វាលស្រែនឹងប៉ុន្មានទេបាទហើយក៏ចាយសម្រស់មិនធម្មតាដែរបាទទេសភាពនេះបាទមើលទៅតាមដងផ្លូវហើយគោលដៅរបស់យើងក៏ចិត្តឈានមកដល់ដែរបាទទេសភាពនៅតាមវាលស្រែស្រស់បំព្រងមានតែមួយគ្មានពីរលលោកបាទហើយតាមភូមិនេះក៏ស្រស់មួយយ៉ាងម្នាក់ដែរបាទហើយបាទចុចទៅ Subscribe ម្នាក់មួយបាទទទួលបានវីដេអូថ្មីស្អាតសោះនិយាយទៅទទួលបានវីដេអូដែលបង្ហាញពីទេសភាពវាលស្រែតាមភូមិស្រស់ស្អាតជូនបងប្អូនទស្សនាដោយមិនចំណាយលុយសូម្បីតែមួយកាមួយសេនបាទចុចទៅជីវក៏បាន Subscribe ក៏បានតែមួយទេបាទឥឡូវគោលដៅរបស់យើងបានមកដល់ហើយបាទនេះផ្លាច់អាយូស្រស់ស្អាតរបស់គេមែនទេសភាពខៀវខ្ចីមានដើមត្នោតស្រស់ត្រកាបាទឃើញផ្លូវឡាក្រហមប្រាញ់តែម្ដងបាទផ្លូវនេះអត់ទាន់ចាក់បេតុងឬក៏ចាក់ស្អីទេផ្លូវនេះគឺនៅស្អាតក្រហមប្រាញ់តែម្ដងបាទហ្នឹងហើយបងប្អូននេះគឺជាទេសភាពដែលក្នុងភូមិរបស់ខ្ញុំសុទ្ធតែស្អាតអញ្ចឹងតែម្ដងហើយបងប្អូនចង់មកលេងមិនឆ្ងាយទេបាទចាខ្ញុំប្រាប់ comment មកខ្ញុំប្រាប់ក្នុង comment មកតែក្នុងវីដេអូសំលាក់សិនទុកឲ្យបងប្អូនឆ្ងល់បាទមើលទៅស្អាតរបស់គេមែនណាខ្ញុំនិយាយទៅខ្ញុំអត់ចេះនិយាយថាម៉េចតែស្អាតគឺស្អាតបើឃើញមិនស្អាតគឺមិនស្អាតហើយបើមិនស្អាតក៏ខ្ញុំអាយ៉ានេះចូលមួយទៀតហើយស្អាតទៀតបាទហើយបើមិនស្អាតក៏ខ្ញុំមិនថាស្អាតដែរបាទអូនិយាយទៅមានភ្នែកដូចគ្នាមាត់ដូចគ្នាបាទឃើញមិនថាអញ្ចឹងបាទនឹងហើយបាទហើយបើមិនស្អាតប៉ុណ្ណឹងទៀតមិនដឹងនិយាយមិនទេបាទបើស្រស់ត្រកាលបែបហ្នឹងហើយខៀវស្រងាត់តែម្ដងផ្លូវបេតុងសកចេញញញបាទរៀងលេងសើចបន្តិចហើយបាទបងប្អូនបាទដើម្បីផ្ដល់បរិយាកាសសប្បាយបាទតោះឥឡូវទស្សនាទាំងអស់គ្នាបាទជក់ភ្នែកហើយឬនៅបងប្អូនទាំងអស់គ្នាបាទមើលទៅបើស្រាវនិយាយទៅជាស្រ័យបាទបើខៀវស្រងាត់តែម្ដងបើផ្លូវបេតុងវិញសកចេញញញបាទអូឥឡូវចូលមកកន្លែងទៀតហើយបាទអូផ្លូវបេតុងច្រឡំផ្លូវគ្រោះក្រហមដដែលទេហើយបើទេសភាពមិនចាញ់កន្លែងណាទាំងអស់បាទសុទ្ធតែចាយសម្រស់ទាំងអស់បាទទេសភាពនេះគឺល្អបីបាទដើមត្នោតមានគ្រប់កន្លែងព័ទ្ធជុំវិញផ្លូវបាទដើមត្នោតកេរខ្មែរដើមត្នោតមានប្រយោជន៍បាទប្រយោជន៍ច្រើនណាស់ដើមត្នោតតោះឥឡូវកុំឲ្យខាត់ពេលវេលាយូរតោះចុចទៅបាទចុចជីវឬ Subscribe Like Comment Share ម្នាក់មួយបាទស្រស់ម្លឹងបាទនេះចូលមួយទៀតហើយបាទអូទេសភាពផ្លូវនេះដូចលក្ខណៈដដែលទេបាទនេះបច្ចេកទេសបាទជាស្រ័យបាទហើយវីដេអូខ្ញុំនេះក៏ក្បែររៀងឈៀងចិត្តចូលទីបញ្ចប់ផងដែរបាទហើយបើស្រស់ម្លឹងខ្ញុំមិនសូវបានថតយូរទេព្រោះមានលក្ខណៈថារវល់ដែរបាទលក្ខណៈការងារច្រើនសេរីមិនតាន់បាទហើយវីដេអូនេះក៏ចិត្តដល់ឈានដល់ទីបញ្ចប់ដែរបាទហើយតោះបងប្អូនមុនទីបញ្ចប់សូមខមមិនម្នាក់មួយបាទស្រស់ថាស្រស់បើមិនស្រស់ថាមិនស្រស់បាទចូលចិត្តនិយាយត្រង់ហ្មងបាទត្រង់ទៅត្រង់មកតែម្ដងបាទស្អាតថាស្អាតបើមិនស្អាតថាមិនស្អាតខមមិនទាំងអស់គ្នាបាទហើយคลิกចេញតែចឹងនិយាយឲ្យតប៉ែទីសិនបាទជីវឬ Subscriber ម្នាក់មួយទៅបាទសុំនិយាយសុំមកហើយបើស្រស់ម្លឹងហើយបើមិនជីវឬ Subscriber ទៀតអូចប់បាទវីដេអូគឺជាដល់ទីបញ្ចប់ហើយបាយជួបនៅវីដេអូក្រោយ